ជម្រាបសួរអ្នកទាំងគ្នានេះជាវីដេអូថ្មីទៅលេងកាន់កំពតទៀតហើយ Part 2ទៅលេងសហគមន៍កំពង់សាមគ្គីចឹងម៉ោង6ខ្ញុំបានចេញមកយកមិត្តភក្តិខ្ញុំដើម្បីជិះជាមួយគ្នាធ្វើដំណើរទៅកាន់កំពតដោយធ្វើដំណើរតាមផ្លូវជាតិលេខ3បានពេលកណ្ដាលផ្លូវហើយក៏សម្រាប់បន្តិចរួចក៏បន្តដំណើរទៀតខ្ញុំមកដល់ខេត្តកំពតហើយយើងក៏រៀបចំទីគ្រឿងសមុទ្រសម្រាប់ធ្វើម្ហូបនៅពេលល្ងាចហើយក៏បន្តដំណើរទៅកាន់សហគមន៍កំពង់សាមគ្គីកន្លែងស្នាក់នៅតែម្ដងតាមផ្លូវចូលយើងក៏អាចមើលឃើញនៅស្រែអំបិលទាំងសងខាងផ្លូវផងដែរចឹងយើងក៏រៀបចំជាជួនអវ៉ាន់ទៅកន្លែងដេកចំពោះតម្លៃបន្ទប់នៅទីនោះតម្លៃ$15ដែលមានបន្ទប់ទឹកនៅក្នុងហើយដេកបានតែ4ទៅ5នាក់រួចហើយយើងក៏ចាក់រៀបចំអវ៉ាន់ហើយនឹងអង្គុយឈៀលបន្តិចរៀបចំកៅអៅដើម្បីបន្តដំណើរទៅកន្លែងផ្សេងទៀតចាំមកយើងធ្វើដំណើរទៅអង្គុយ Starbucks នៅក្នុងកំពតវិញហើយយើងក៏ធ្វើដំណើរទៅកោះស្មៅតែយើងបានចូលលេងទេប៉ុន្តែនៅទីនោះពិតជាស្អាតមែនអញ្ចឹងបងប្អូនមានពេលច្រើនបងប្អូនអាចចូលទៅលេងទីនោះបានហើយយើងក៏បន្តដំណើរទៅដល់កំពង់ផែកំពតយើងគ្រាន់តែមកលេងមើលទេសភាពនៅទីនោះតែប៉ុណ្ណោះអត់មានទៅណាទេរួចហើយយើងក៏ជិះកាត់ទៅស្រែ100ដើម្បីជិះដើរលេងកម្សាន្តជិះមិនតាន់បានប្រហែលផងម៉ូតូក៏បែកហើយមានតែដើរបដាទៅកន្លែងជាងដាក់កង់អោខាពេលក៏ឆ្លៀតញ៉ាំមីឆាដែលបានតិចមកពីក្រុងកំពតដើរមកមុនផ្លេចយកសោមកសោនៅគ្នាម្នាក់ទៀតអញ្ចឹងមានតែគួយចាំហើយក៏ឆ្លៀតពេលហ្នឹងមើលទៅភាពលេងបានយករបស់របរអីមកហើយអញ្ចឹងយើងត្រៀមតែអាំងសាច់ហើយសំខាន់ខ្ជូងសើមដល់អញ្ចឹងត្រូវយកកង្ហាលយកមកផ្លុំធ្វើឲ្យឆេះហើយដើម្បីអាំងឬសមុទ្របានហើយញ៉ាំរួចយើងក៏ទៅចោះចាក់ក្តាមចាក់បង្គីបាទតែគ្មានឃើញកម្ពស់តែទីនោះប្រធានខ្ញុំម្នាក់បានចាប់មឹកបានបាទចឹងយប់ហ្នឹងមានអីទេមានតែអង្គុយមើលប្រចាំតែប៉ុណ្ណឹងយ៉ាងអញ្ចឹងព្រឹកហើយអញ្ចឹងមើលមកស្រស់ស្រាយតែម្ដងបាទអញ្ចឹងពីបន្ទប់យើងខ្យល់ត្រជាក់រួចហើយមកអង្គុយមើលថ្ងៃរះបាទថ្ងៃរះថ្ងៃហ្នឹងពិតជាស្អាតហើយបន្ទាប់មកយើងក៏បន្តដំណើរដើរនៅលើស្ពានតាមព្រៃកោងកាំងហ្នឹងបាទហើយនៅទីហ្នឹងក៏មានកញ្ចក់គេសម្រាប់ជួលញ៉ាំបាយញ៉ាំអីដែរចឹងព្រឹកឡើងចឹងគេរាវងាវរាវលះព្រៃកោងកាំងគឺជាប្រភេទព្រៃដែលដុះនៅតាមតំបន់ឆ្នេរនិងតាមតំបន់ដែលមានទឹកប្រៃនិងទឹកក្តៅជ្រាបចូលជាញឹកញាប់វាមានសារៈសំខាន់ខ្លាំងចំពោះបរិស្ថាននិងជីវៈចម្រុះលក្ខណៈសំខាន់គឺដើមឈើនេះមានឫសលាតសន្ធឹងនៅលើដីដើម្បីទប់ទល់នឹងទឹកនិងខ្យល់ព្យុះអាចរស់នៅក្នុងទឹកប្រៃជួយការពារដីពីឆ្នេរការបាក់ស្រុតហើយក៏ជាជំរកសត្វទឹកដូចជាត្រីក្តាមបង្គាជួយកាត់បន្ថយអាកាសធាតុបំផ្លាញនឹងការបាក់ស្រុតហើយជួយស្រូបយកអូស្មန်កាបូនិកផងដែរជាងដើមបន្តិចក៏ឃើញផ្លែមួយដែលគេថាហូបបានចឹងសពពេលរៀងច្រើនដែរយើងក៏ដើរមើលទៅសភាពនៅតំបន់សហគមន៍នឹងហើយសាកចុះទៅរាវលះផងដែរ
វាហើយយើងក៏បន្តដំណើរទៅកាន់ខេត្តកែបដើម្បីចូលទិញគ្រឿងសមុទ្រនៅផ្សារកែបដើម្បីញ៉ាំនៅហាថ្ងៃត្រង់រួចហើយយើងក៏បន្តដំណើរទៅកាហ្វេសៃរ៉តដែលល្បីនៅខេត្តកែបនៅទីនេះបរិយាកាសល្អហើយកាហ្វេក៏អាចទទួលយកបានដែរចឹងចន្លោះពីម៉ោង4ទៅយើងក៏ចាប់ផ្ដើមចេញដំណើរទៅភ្នំពេញវិញ វីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនា